សិនត្រាបាទសូមជម្រាបសួរខ្ញុំបាទលោកពុកសុមូនីអញ្ចឹងគឺឈ្មោះពេញគឺគង់សុមូនីហើយខ្ញុំគឺអ្នកស្រុកខេត្តពោធិ៍សាត់ប៉ុន្តែខ្ញុំកើតនៅជំរំជនភៀសខ្លួនបងប្អូនរបស់ខ្ញុំមានទាំងអស់4នាក់ហើយខ្ញុំជាកូនទី2ហើយបងប្អូនទាំងអស់គ្នាគឺកើតនៅជំរំគឺពួកយើងរស់នៅទីនោះរហូតដល់ឆ្នាំ1992ទៅមាតុភូមិនិវត្តន៍ហើយទៅត្រឡប់មករស់នៅប្រទេសកម្ពុជាវិញដោយពួកយើងបានរស់នៅក្នុងខេត្តពោធិ៍សាត់ដែលជាស្រុកកំណើតរបស់ម្ដាយហើយខ្ញុំក៏បានទទួលការអប់រំរៀនសូត្រនៅទីនោះបាទរៀននៅក្នុងសាលាបឋមសិក្សាព្រេងញីហើយពេលបញ្ចប់បឋមសិក្សាក៏ទៅរៀននៅបន្តនៅគឺអនុវិទ្យាល័យព្រៃស្ដីហើយក៏បន្តទៅរៀននៅវិទ្យាល័យពោធិ៍សាត់ហើយក្រោយពីចប់វិទ្យាល័យពោធិ៍សាត់ខ្ញុំក៏បានមកបន្តការសិក្សានៅសាលាបច្ចេកទេសដុនបូស្កូភ្នំពេញមុននឹងចូលរៀនស្វែងយល់ដើម្បីទៅជាសាឡេសៀនហើយនឹងទៅជាបូជាចារ្យអញ្ចឹងដើម្បីទៅជាបូជាចារ្យគឺត្រូវការរៀនប្រើពេលវេលាយូរបើសិនជាបូជាចារ្យនៅក្នុងព្រះសហគមន៍អាចមានរយៈពេលខ្លីជាងដោយសារត្រូវការរៀនដែលខាងព្រះសហគមន៍តម្រូវមានតែទស្សនវិជ្ជាហើយនឹងទេវវិទ្យាដូច្នេះប្រហែលជាការរៀន8ឆ្នាំប៉ុន្តែប្រហែលជាអាចមានពេលវេលាសម្រាប់ហាត់សាកល្បងការងារអាចរយៈពេល2ឆ្នាំអ្វីទៀតប៉ុន្តែសម្រាប់អ្នកបួសគឺយើងត្រូវចំណាយពេលវេលារៀនយូរជាងបាទដូចជាខ្ញុំដោយសារនៅក្នុងប្រទេសកម្ពុជាក្រុមគ្រួសារសាឡេសៀនយើងអត់ទាន់មានកន្លែងរៀនសម្រាប់ទៅជាអ្នកបួសនៅឡើយដូច្នេះខ្ញុំត្រូវទៅរៀននៅប្រទេសបាទគឺខ្ញុំមានអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែងដោយសារបាទខ្ញុំបានបំពេញនៅក្តីស្រមៃរបស់ខ្ញុំដែលចង់ក្លាយទៅជាបូជាចារ្យនៅក្នុងក្រុមគ្រួសារសាឡេសៀនដោយសារខ្ញុំត្រូវបានអញ្ជើញពីក្រុមអ្នកបួសសាឡេសៀនដែលជាសាសនទូតដែលមកពីប្រទេសផ្សេងបាទគឺគាត់តែងតែនិយាយបាទអញ្ជើញពួកយើងកាលដែលខ្ញុំនៅរៀននៅក្នុងសាលាដុនបូស្កូគឺត្រូវការមានអ្នកបួសដែលជាជនជាតិខ្មែរដើម្បីបំពេញបេសកកម្មរបស់លោកពុកបូស្កូនៅប្រទេសរបស់យើងហើយងាយស្រួលក្នុងការបម្រើយុវជននៅក្នុងប្រទេសកម្ពុជាយើងបាទគឺខ្ញុំចាប់ផ្ដើមចូលរៀននៅក្នុងសាលាដុនបូស្កូនៅពេលខ្ញុំមានអាយុ17ឆ្នាំហើយខ្ញុំក៏បានស្វែងយល់រៀនអប់រំជំនឿដើម្បីទៅជាកាតូលិករយៈពេល3ឆ្នាំដូច្នេះខ្ញុំទទួលអគ្គសញ្ញាជាមួយទឹកនៅអាយុ20ឆ្នាំហើយក្រោយពេលដែលខ្ញុំធ្វើការបម្រើនៅក្នុងដុនបូស្កូប៉ោយប៉ែតរយៈពេល5ឆ្នាំហើយទើបខ្ញុំសម្រេចចិត្តចូលក្នុងក្រុមបាទអញ្ចឹងគឺពេលដែលមកជាបូជាចារ្យនៅក្នុងក្រុមគ្រួសារសាឡេសៀនអញ្ចឹងបេសកកម្មរបស់ដុនបូស្កូក្នុងការជាបូជាចារ្យគឺយើងជាលោកពុកបូស្កូនៅក្នុងឋានៈរបស់យើងនៅក្នុងបេសកកម្មដែលយើងបំពេញនៅក្នុងប្រទេសរបស់យើងបាទដូច្នេះគឺបេសកកម្មរបស់ដុនបូស្កូគឺធ្វើការជាមួយនឹងយុវជនហើយនឹងក្មេងៗហើយយើងផ្ដោតសំខាន់គឺជួយដល់យុវជនក្រីក្រដូច្នេះយើងបំពេញបេសកកម្មនៅតាមសាលារៀនបាទសាលាបច្ចេកទេសដើម្បីផ្ដល់ចំណេះជំនាញហើយនឹងអាចឥឡូវយើងបើកជាសាលាចំណេះទូទៅដែលទទួលអប់រំតាំងពីក្មេងទៅដែរហើយដូច្នេះបេសកកម្មទូនាទីផ្សេងដែលបម្រើដល់យុវជនគឺខ្ញុំបាទតាំងចិត្តថានឹងបម្រើដោយពេញចិត្តហើយនឹងឲ្យអស់ពីសមត្ថភាពហើយក្នុងឋានៈជាបូជាចារ្យដូចគ្នាគឺយើងមានទូនាទីក្នុងការបម្រើព្រះសហគមន៍ដែរដូច្នេះខ្ញុំក៏ត្រូវចូលរួមនៅក្នុងសកម្មភាពរបស់ព្រះសហគមន៍ហើយនឹងបំពេញទូនាទីជាបូជាចារ្យដោយត្រូវថ្វាយអភិបូជាបាទប្រចាំថ្ងៃហើយនឹងបានទទួលផ្ដល់សេវាដើម្បីបម្រើនៅអគ្គសញ្ញាផ្សេងៗនៅក្នុងព្រះសហគមន៍សម្រាប់បម្រើដល់
គ្រាបរិស័ទទាំងអស់បាទគឺខ្ញុំចង់ផ្ដាំផ្ញើបងប្អូនដែលមានចំណាប់អារម្មណ៍ចង់មកជាបូជាចារឬក៏ជាអ្នកបួសនៅក្នុងក្រុមគ្រួសារណាមួយបាទគឺយើងមានតម្រូវការច្រើននៅក្នុងព្រះសហគមន៍យើងគឺនៅមានអ្នកបួសហើយនឹងមានបូជាចារចំនួនតិចជាពិសេសអ្នកបួសហើយនឹងបូជាចារដែលជាជនជាតិខ្មែរដូច្នេះព្រះសហគមន៍យើងនៅមានចំនួនតិចនៅឡើយដូច្នេះយើងត្រូវការបាទអ្នកដែលមានចំណាប់អារម្មណ៍ដើម្បីចង់មកចូលរួមនៅជីវិតជាអ្នកបួសហើយនឹងជាបូជាចារឲ្យបានច្រើនគឺខ្ញុំចង់លើកទឹកចិត្តបងប្អូនបាទបងប្អូនទាំងអស់ដែលចាប់អារម្មណ៍ចង់បម្រើព្រះជាម្ចាស់បានឲ្យបានជិតស្និទ្ធនៅក្នុងជីវិតអ្នកបួសហើយនឹងបូជាចារនេះគឺកុំឲ្យមានការភ័យខ្លាចព្រួយបារម្ភបាទអញ្ចឹងគឺពេលវេលាក្នុងការអប់រំគឺមានពេលវេលាយូរដើម្បីឲ្យយើងស្វែងយល់ហើយយើងអាចមានពេលវេលារិះគិតរៀងរាល់ពេលដូច្នេះគឺយើងមិនមែនចូលភ្លាមយើងស្ម័គ្រចិត្តចូលហើយយើងអាចបានคลายទៅជាអ្នកបូជាចារភ្លាមទេគឺត្រូវការប្រើពេលវេលាដូច្នេះយើងមានពេលវេលាក្នុងការរិះគិតហើយសម្រេចចិត្តគ្រប់គ្រាន់បាទហើយអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើបងប្អូនបន្ថែមគឺបាទកុំគិតថាខ្លួនឯងមិនស័ក្តិសមនៅក្នុងបាទជីវិតជាអ្នកបួសឬបូជាចារពីព្រោះបាទការមកបម្រើព្រះសហគមន៍ជាអ្នកបួសជាបូជាចារគឺមិនត្រូវការអ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់នោះទេគឺព្រះជាម្ចាស់មិនបានត្រាស់ហៅអ្នកដែលមានគុណសម្បត្តិគ្រប់គ្រាន់គឺព្រះអង្គនឹងធ្វើឲ្យអ្នកដែលព្រះអង្គត្រាស់ហៅឲ្យមានគុណសម្បត្តិវិញបាទដូច្នេះទោះបីយើងមានការខ្វះខាតប៉ុន្តែក្នុងកំឡុងពេលដែលយើងចូលស្វែងយល់យើងមានពេលវេលាក្នុងការរៀនសូត្រអ្វីច្រើនយ៉ាងហើយមានអ្នកដែលនៅដើរធ្វើដំណើរជាមួយយើងច្រើនហើយគេនឹងជួយណែនាំយើងគឺយើងមិនមែនដើរតែម្នាក់ឯងក្នុងជីវិតជាអ្នកបួសបូជាចារគឺយើងត្រូវដំណើរជីវិតជាក្រុមហើយយើងជួយគ្នាទៅវិញទៅមកហើយយើងចែករំលែកបទពិសោធន៍បានថាយើងផ្ដល់សេចក្តីស្រឡាញ់ផ្ដល់ការណែនាំរវាងគ្នាដូច្នេះសំខាន់គឺភាពក្លាហានដែលយើងហ៊ានឆ្លើយតបជាមួយនឹងការត្រាស់ហៅរបស់យើងហើយការឆ្លើយតបគឺយើងកុំគិតតតែយើងឃើញសញ្ញាសម្គាល់អ្វីដែលច្បាស់ព្រះជាម្ចាស់មិនបានត្រាស់ហៅយើងដោយបង្ហាញឲ្យយើងឃើញផ្ទាល់នោះទេមិនដូចនៅក្នុងសម័យបុរាណដែលនៅក្នុងព្រះគម្ពីរប៉ុន្តែការត្រាស់ហៅរបស់ព្រះជាម្ចាស់គឺតាមរយៈការបង្រៀនហើយនឹងជំនឿដែលយើងមានចំពោះព្រះអង្គពេលដែលយើងរិះគិតហើយនឹងយើងពិចារណាអំពីអត្ថន័យជីវិតហើយយើងចង់ថ្វាយជីវិតរបស់យើងក្នុងការបម្រើព្រះជាម្ចាស់នឹងគង់នៅហើយនឹងណែនាំផ្លូវយើងនៅក្នុងការដំណើរជីវិតហើយនឹងជួយជ្រោមជ្រែងយើងឲ្យធ្វើដំណើររហូតដល់គោលដៅបាទអញ្ចឹងខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យមានភាពក្លាហានហ៊ានក្នុងការសាកល្បងដើម្បីចូលមកស្វែងយល់ហើយទោះបីជាយើងមិនអាចទៅដល់គោលដៅដែលយើងចង់ប៉ុន្តែពេលដែលយើងឆ្លងកាត់ការស្វែងយល់យើងនឹងទទួលការបំភ្លឺហើយនឹងយើងយល់អំពីអត្ថន័យនៃការត្រាស់ហៅពិតប្រាកដថាយើងមានការត្រាស់ហៅនៅក្នុងជីវិតមួយណាជីវិតជាអ្នកបួសជាបូជាចារឬក៏ជីវិតគ្រួសារពីព្រោះជីវិតគ្រួសារក៏ជាការត្រាស់ហៅមួយនៅក្នុងការដែលយើងជាគ្រីស្ទបរិស័ទដែរ